ជំរាបសួរខ្ញុំបាទឈ្មោះឡុងស្លៀងគឺជាគ្រូបង្រៀនបច្ចេកទេសថ្ងៃនេះខ្ញុំនឹងមកចែករំលែកពី5ចំណុចអំពីធ្មេញអេសការបស់លោកអ្នកត្រូវការផ្លាស់ប្ដូរចំណុចទី1ការសឹកខ្លាំងហួសប្រមាណសំដៅទៅលើការសឹកខ្លាំងនៃធ្មេញដែលបាត់បង់ប្រវែងប្រមាណប្រហែលជា30ទៅ40%នៃធ្មេញគែមកាត់នៃធ្មេញលែងមានប្រសិទ្ធភាពក្នុងការកាត់សាច់ដីឬថ្មទៀតហើយដែលធ្វើឲ្យសមត្ថភាពក្នុងការជីកឬកកាយរបស់លោកអ្នកលែងមានប្រសិទ្ធភាពចំណុចទី2ធ្មេញមានសន្តានអស់គែមឬគែមមូលធ្មេញបានបាត់បង់គែមមុតស្រួចហើយមានរូបរាងមូលឬទាលដែលជាហេតុកាត់បន្ថយការជ្រៀតចូលទៅក្នុងដីឬថ្មធ្វើឲ្យម៉ាស៊ីនយើងប្រឹងខ្លាំងជាងមុនហើយប្រេងឥន្ធនៈត្រូវបានស៊ីខ្លាំងជាងមុនចំណុចទី3ការប្រេះឬបែកសាច់ធ្មេញដែលប្រេះឬបែកបណ្ដាលឲ្យមានការចែកចាយបន្ទុកមិនស្មើគ្នាដែលនាំឲ្យខូចខាតបន្ថែមទៀតដល់ប៉ែលនិងអាក់ទាស់ធ្មេញចំណុចទី4ធ្មេញរលុងឬញ័រធ្មេញរលុងឬញ័រអាចធ្វើឲ្យមានការជ្រុះធ្មេញនៅក្នុងអំឡុងពេលប្រតិបត្តិការដែលបណ្ដាលឲ្យមានការខកខានការងារនិងអាចបង្កជាគ្រោះថ្នាក់ផងដែរចំណុចទី5ធ្មេញសឹកមិនស្មើគ្នាធ្មេញសឹកមិនស្មើគ្នាធ្វើឲ្យតុល្យភាពទទួលរងបន្ទុករបស់ប៉ែលមិនស្មើគ្នាដែលជាហេតុធ្វើឲ្យអាយុកាលរបស់ប៉ែលរបស់យើងប្រើប្រាស់មិនបានយូរអូខេបងប្អូនកុំភ្លេច follow TikTok និង YouTube Channel របស់ក្រុមហ៊ុន Matador ដើម្បីទទួលបានព័ត៌មានក្នុងការថែទាំនិងការប្រើប្រាស់ម៉ាស៊ីនឲ្យបានត្រឹមត្រូវ